ជំរាបសួរលោកគ្រូខ្ញុំឈ្មោះធីមស៊ីថាខ្ញុំមកពីក្រុម SV1 ថ្ងៃនេះខ្ញុំមក record video ដែលនិយាយទាក់ទងទៅនឹងការបង្កើត file ដើម្បី store ទុក comment នៅក្នុង Linux អញ្ចឹងមូលហេតុដែលយើងបង្កើត file នឹងឡើងគឺដើម្បី store ទុក comment ហើយយើង store ទុក comment ហ្នឹងពេលដែលយើងចង់ហៅ comment ហ្នឹងមកប្រើប្រាស់ម្ដងទៀតគឺយើងមិនបាច់ត្រូវការទៅ save វាទេគឺយើងហៅ file ហ្នឹងមកតែម្ដងអញ្ចឹងដើម្បីខ្ញុំទៅបង្ហាញលោកគ្រូបានខ្ញុំចូលទៅកាន់ Kitbase ដែល Kitbase របស់ខ្ញុំហ្នឹងខ្ញុំធ្វើការ remote រួចរាល់ហើយអញ្ចឹងខ្ញុំទៅធ្វើការបង្កើត file តែម្ដងអញ្ចឹងខ្ញុំដើម្បីបង្កើត file បានខ្ញុំប្រើ vim ហើយដាក់ឈ្មោះរបស់ខ្ញុំ sitha.sh .sh នេះមានន័យថាវាជា security អញ្ចឹងយើងបង្កើត file មួយដើម្បី store ទុក comment ឡើងអញ្ចឹងដើម្បីខ្ញុំអាច insert បានអញ្ចឹងខ្ញុំចុចអក្សរ I ហើយខ្ញុំទៅ copy comment នេះដើម្បីយកមកផាសចូលនៅខាងក្នុងនេះអញ្ចឹងខ្ញុំបានផាស comment នឹងរួចរាល់ហើយអញ្ចឹងខ្ញុំនឹងចុច escape ហើយខ្ញុំចុចshift ចុច 2 ចុចអក្សរ W ដើម្បី save comment នឹងទុកនៅក្នុង comment នេះមាន$10ហើយទំហំរបស់វាមាន519 មេបន្ទាប់ពីខ្ញុំបាន save comment នឹងរួចហើយអញ្ចឹងខ្ញុំចុចអក្សរ Q ដើម្បីចាក់ចេញអញ្ចឹងខ្ញុំត្រូវផ្ដល់សិទ្ធឲ្យ file មួយហ្នឹងអញ្ចឹងខ្ញុំប្រើ chmod temporary ហើយឈ្មោះ file របស់ខ្ញុំអញ្ចឹងយើងត្រូវកំណត់សិទ្ធឲ្យ user មួយហ្នឹងគឺមានន័យថាមានតែ user sitha.sh ហ្នឹងទេដែលអាចចូលទៅកាន់ file មួយហ្នឹងបានម្ដងទៀតខ្ញុំ ls មើលជាងនេះជា file ដែលខ្ញុំបានបង្កើតបាញ់មិញបន្តមកទៀតដើម្បីខ្ញុំអាចចូលទៅ run file មួយនឹងបានខ្ញុំប្រើពាក្យថា base ហើយឈ្មោះ file អញ្ចឹងខ្ញុំអាច run file មួយនឹងបានហើយខ្ញុំវាយពាក្យថា RAM អញ្ចឹងវានឹងសូចេញមកបន្តទៀតខ្ញុំវាយ CPU វាយ ATD វាយ net បន្តមកទៀតខ្ញុំចង់ចាក់ចេញពីការ run comment មួយហ្នឹងខ្ញុំចុច Ctrl C ហើយបើសិនបើខ្ញុំចង់ធ្វើការ edit ទៅលើ file មួយហ្នឹងអញ្ចឹងខ្ញុំវាយពាក្យថា vim ហើយឈ្មោះ file អញ្ចឹងយើងអាចទៅធ្វើការ edit comment នឹងបានដែលយើងវាយអក្សរ I ដើម្បី insert អញ្ចឹងយើងអាចធ្វើការ edit ថែម comment អីផ្សេងនៅក្នុងនឹងបានអញ្ចឹងខ្ញុំអត់ថែមអ្វីទេអញ្ចឹងខ្ញុំចុច escape ហើយខ្ញុំចុច shift ចុច 2 ចុច Q ដើម្បីចាក់ចេញដោយសារតែខ្ញុំបាន save comment នឹងរួចរាល់ហើយអញ្ចឹងខ្ញុំមិនបាច់ save វាម្ដងទៀតទេអញ្ចឹងខ្ញុំគ្រាន់តែចុច Q ដើម្បីចាក់ចេញបន្តមកទៀតបើសិនបើយើងធ្វើការ edit ហើយយើងចង់ចូលទៅកាន់ file មួយនឹងម្ដងទៀតយើងគ្រាន់តែវាយ
base ហើយឈ្មោះ file ចេញខ្ញុំវាយ time IP ចឹងវាសូចេញមកចឹងខ្ញុំដើម្បីចាក់ចេញពីការ run command ហ្នឹងខ្ញុំចុច Ctrl C ចឹងវីដេអូរបស់ខ្ញុំដែលនិយាយទាក់ទងទៅនឹងការបង្កើត file ដើម្បី store ទុក command line ខ្ញុំមានតែប៉ុណ្្នឹងទេជាចុងក្រោយអរគុណលោកគ្រូជម្រាបលាលោកគ្រូ